បត់ស្ដាប់ភ្លៀងធ្លាក់និងខ្យល់ព្យុះនៅខេត្តកំពង់ឆ្នាំងនៅខេត្តកំពង់ឆ្នាំងមានភ្លៀងធ្លាក់និងខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងចាប់ពីម៉ោង 12 អាទ្រាតនៅថ្ងៃទី 25 រហូតដល់ម៉ោង 7 ព្រឹកថ្ងៃទី 26 ខែមិនិនា ឆ្នាំ 2010 ទើបឈប់តាមរបាយការណ៍ចុងក្រោយរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថាភ្លៀងនិងខ្យល់ព្យុះបានបោកបក់មកលើក្រុងមួយនិងស្រុក 6 ទៀតរបស់ខេត្តកំពង់ឆ្នាំងលើកលែងស្រុកបរិបូរណ៍មួយប៉ុណ្ណោះកន្លែងដែលទទួលឥទ្ធិពលខ្លាំងជាងគេគឺក្រុងកំពង់ឆ្នាំងនិងស្រុកកំពង់លែងស្ថានភាពខូចខាតនៅក្រុងកំពង់ឆ្នាំងមានលំនៅឋានប្រជាពលរដ្ឋ 8 ខ្នងបានដួលរលំបាក់រាបដល់ដីនិង 12 ខ្នងទៀតបានត្រេតនិងប៉ើងរបូតដំបូលក្នុងនោះនៅសង្កាត់កំពង់ឆ្នាំងចំនួន 16 ខ្នងសង្កាត់ផ្សារឆ្នាំង 1 ខ្នងសង្កាត់ផ្អេ1 ខ្នងនិងសង្កាត់ខ្សាម 2 ខ្នងស្រុកកំពង់លែងមានផ្ទះប្រជាជនចំនួន 28 ខ្នងបានបាក់រលំរៀបដល់ដីនិង 56 ខ្នងទៀតប៉ើងរបើកដំបូលនិងជញ្ជាំងព្រមទាំងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ក្នុងនោះមានឃុំសំរោងសែន 1 ខ្នងឃុំស្វាយរំពា 11 ខ្នងឃុំត្រងិល 1 ខ្នងឃុំកំពង់ហៅ 68 ខ្នងបាក់ដំបូលព្រះវិហារ 1 ខ្លោងទ្វារ 1 នៅវត្តស្វាយរំពាបាក់សាលាឆាន់វត្តដាអស់ប្រវែង 20 ម៉ែត្រគុណនឹង 5 ម៉ែត្រប៉ើងរបើកក្បឿងព្រះវិហារវត្តគិរីអណ្ដែតអស់ 100 សន្លឹកនៅស្រុកកំពង់ត្រឡាចនៅឃុំអូឈូកសមានករណីរន្ទះបាញ់បណ្ដាលឲ្យមនុស្ស 3 នាក់រងរបួសនិងងាប់សត្វគោចំនួន 4 ក្បាលនៅស្រុកសាមគ្គីមានជ័យនៅឃុំក្រាំងរមាសមានមនុស្សម្នាក់រងរបួសនិងផ្ទះ 1 ខ្នងប៉ើងរបើកដំបូលនៅឃុំត្បែងខ្ពស់មានករណីរន្ទះបាញ់បណ្ដាលឲ្យស្លាប់សត្វគោចំនួន 4 ក្បាលនៅស្រុកជលគិរីក្នុងឃុំកំពង់អុសមានលំនៅឋានចំនួន 2 ខ្នងបានដួលរលំបាក់រាបដល់ដីនិង 1 ខ្នងប៉ើងរបើកដំបូលអាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចអង្គការនិងសប្បុរសជននានាជួយផ្ដល់ជំនួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិនេះក្រោយពីស្ដាប់អត្ថបទនេះរួចចូលឆ្លើយនឹងសំណួរខាងក្រោម 1. តើខ្យល់ព្យុះកើតឡើងនៅឯណានៅពេលណា 2. តើកន្លែងណាខូចខាតច្រើនជាងគេ 3. តើខ្យល់ព្យុះនេះបណ្ដាលឲ្យខូចខាតអ្វីខ្លះ 4. តើអាជ្ញាធរមូលដ្ឋានអំពាវនាវដូចម្ដេចខ្លះ